រដ្ឋអាជ្ញាអាមេរិកស្វែងរកការកាត់ទោសប្រហារជីវិតលោក Luigi Mangione ដែលជាឃាតករបាញ់សម្លាប់លោក Brian Thompson នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងជំងឺ United Healthcare រដ្ឋអាជ្ញាមេធាវី Pam Bondi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថាលោកស្រីបានដឹកនាំរដ្ឋអាជ្ញាសហព័ន្ធស្វែងរកការដាក់ទណ្ឌកម្មជាធរមានចំពោះការធ្វើឃាតដោយគិតទុកជាមុនលោក Thompson ដែលជានាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងជំងឺ United Healthcare ត្រូវបានគេបាញ់សម្លាប់នៅខាងក្រៅសន្តាគារនៅក្នុងទីក្រុង New York កាលពីថ្ងៃទី4 ខែធ្នូហើយប៉ុន្មានថ្ងៃក្រោយពីបាញ់ប្រហារប៉ូលីសបានចាប់ខ្លួនលោក Mangione អាយុ26ឆ្នាំនៅក្នុងរដ្ឋ Pennsylvania នៅក្នុងសេចក្តីប្រកាសព័ត៌មានលោកស្រី Bondi បាននិយាយថាឃាតកម្មរបស់លោក Thompson គឺជាអំពើហិង្សានយោបាយវាអាចបង្កឲ្យមានហានិភ័យធ្ងន់ធ្ងរនៃការស្លាប់ដល់មនុស្សបន្ថែមទៀតក្រុមអ្នកស៊ើបអង្កេតបាននិយាយថាលោក Mangione បានបាញ់សម្លាប់លោក Thompson អាយុ50ឆ្នាំដោយសារតែខឹងនឹងក្រុមហ៊ុនធានារ៉ាប់រងសុខភាពរបស់សហរដ្ឋអាមេរិកមេធាវីម្នាក់របស់ឃាតករបានហៅការសម្រេចចិត្តការកាត់ទោសប្រហារជីវិតនេះថាព្រៃផ្សៃដោយបានចោទប្រកាន់រដ្ឋាភិបាលថាការពារឧស្សាហកម្មថែទាំសុខភាពដែលមិនល្អអសីលធម៌និងឃាតកម្ម Karen Friedman ដែលជាមេធាវីជនជាតិអាមេរិកនិងជាអ្នកអត្ថាធិប្បាយផ្នែកច្បាប់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាខណៈដែលយើងកំពុងប្រឆាំងនឹងអំពើឃាតកម្មរដ្ឋាភិបាលសហព័ន្ធនឹងរៀបចំប្រហារជីវិតឃាតករដោយការធ្វើឃាតក្រុងទុកមុនដែលដឹកនាំដោយរដ្ឋាភិបាលគួរឲ្យដឹងផងដែរថាការសម្លាប់លោក Thompson បានបញ្ឆេះការវែកញែកដ៏ចម្រូងចម្រាសអំពីរបៀបដែលប្រព័ន្ធថែទាំសុខភាពរបស់សហរដ្ឋអាមេរិកដំណើរការដោយជនជាតិអាមេរិកមួយចំនួនបានចំណាយប្រាក់យ៉ាងច្រើនសម្រាប់ការថែទាំសុខភាពជាងប្រជាជនក្នុងប្រទេសផ្សេងទៀតតែពួកគេសម្ដែងការខឹងសម្បារចំពោះអ្វីដែលពួកគេមើលឃើញថាការទទួលព្យាបាលដោយមិនយុត្តិធម៌ពីក្រុមហ៊ុនធានារ៉ាប់រង